បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកឲ្យចំណៃកូនដង្ហែន3ក្បាលបងប្អូនហើយកូនដង្ហែននេះខ្ញុំចាប់បាននៅម្ដុំគៀនផ្ទះដែរទេបងប្អូនដោយសារមេវាមកធ្វើសបុកអញ្ចឹងណាដល់ពេលវាគាត់វាមកធ្វើសបុកអញ្ចឹងទៅយើងក៏បានរើអីវ៉ែអីវ៉ាន់ទៅវាក៏បានធ្វើសម្បុកនៅកន្លែងយើងដាក់អីវ៉ាន់ដល់ឥឡូវទៅពេលយើងរើទៅមេវាក៏រត់បាត់ហើយយើងក៏អត់បានទុកឲ្យមេវាវិញអញ្ចឹងទៅក៏យើងយកមកថែខ្លាចមេវាមិនមកអញ្ចឹងបងប្អូនហើយឥឡូវយើងកំពុងតែថែទាំវាហើយថែទាំតែយកចិត្តទុកដាក់ផ្ដល់ទឹកដោះគោឲ្យវាជារៀងរាល់ថ្ងៃបងប្អូនមួយថ្ងៃ3 4 5ពេលហើយឥឡូវកូនដង្ហែនរបស់យើងហ្នឹងក៏ចិត្តនឹងបើកភ្នែកដែរបងប្អូនវាចិត្តបើកភ្នែកហើយឥឡូវវាចាប់ផ្ដើមចេះបងប្អូនចេះមែនទែនតែម្ដងណាដល់ម៉ោងវាឃ្លានយើងចាប់ផ្ដើមបញ្ចុកអញ្ចឹងវាឃ្លានបងប្អូននេះហើយវាផឹកម្ដងអស់ប្រហែល2ស្រាងតូចហ្នឹងបានវាឆ្អែតរបស់កាពះវាតែម្ដងបងប្អូនហើយប៉ុន្តែវាពិតជាឃ្លានមែនទែនដល់ពេលយើងដល់ម៉ោងដាក់ចំណីឲ្យវាអញ្ចឹងហើយពិតជាចេះមែនទែនបងប្អូនឆ្លាតមែនទែនកូនដង្ហែនមួយអញ្ចឹងណាហើយវាឆ្លាតគ្រាន់តែយើងដាក់ទៅវាចាប់ដើមយកដៃកាន់ដូចវាកាន់បំបៅដោះជាមួយមេម្ដាយវាអញ្ចឹងបងប្អូនហើយឥឡូវយើងកំពុងតែបញ្ចុកទឹកដោះគោស្រស់របស់យើងណាយើងបានឆុងឲ្យវារួចរាល់ពេលត្រជាក់រៀបយើងយកមកបញ្ចុកវាតែម្ដងបងប្អូនហើយពិតជាចេះមែនទែនកូនដង្ហែនទាំង3ហ្នឹងយើងបញ្ចុកម្ដងមួយតលតែវាឆ្អែតគ្រប់ទាំង3កូនដង្ហែនបងប្អូនហើយបន្តិចទៀតវានឹងចេះបើកភ្នែកមើលពន្លឺថ្ងៃហើយយើងរៀបចំឲ្យចំណីទៅវាប្រកាសជាតាមម្ចាស់ជាមិនខានបងប្អូនឥឡូវយើងកំពុងបញ្ចុកវាកំពុងតែឃ្លានបងប្អូនហើយគួរឲ្យស្រឡាញ់មែនទែនកូនដង្ហែនទាំង3នេះទម្រាំតែវាចេះបើកភ្នែកទៀតវាចេះតាមម្ចាស់ហើយបងប្អូនដូចយើងចិញ្ចឹមសត្វសកាកែវឬក៏សត្វចិញ្ចឹមផ្សេងពីតូចអញ្ចឹងណាពេលវាធំនឹងក្តីទៅវាប្រកាសជាតាមម្ចាស់ហើយបងប្អូនហើយឆ្លាតមែនទែនមិនថាมันនេះស្អាតតែម្ដងបងប្អូនហើយកូនដង្ហែននៅតូចអញ្ចឹងយើងបំរើទឹកដោះគោឲ្យវាផឹកអញ្ចឹងបងប្អូនដល់ពេលវាធំយើងក៏ចាប់ផ្ដើមឲ្យជាផ្លែឈើឲ្យវាញ៉ាំតែម្ដងឲ្យវាហូបវិញណាយើងឲ្យជាផ្លែឈើឲ្យវាបរិភោគវិញដូចជាមានផ្លែឈើដូចជាផ្លែឈើផ្សេងដូចជាប្រពាំងបាយជូរប៉ោមអីអញ្ចឹងមានអីអញ្ចឹងបងប្អូនហើយចេះបងប្អូនអើយខ្ញុំឃើញគួរឲ្យស្រឡាញ់មែនទែនណាឥឡូវវានៅតូចមែនទែនបងប្អូននៅតូចមែនទែនវាអត់តាន់ចេះបើកភ្នែកអញ្ចឹងពិតជាគួរឲ្យស្រឡាញ់មែនទែនហើយតម្រាំតែវាបើកភ្នែកទៀតមិនដឹងគួរឲ្យស្រឡាញ់ប៉ុណ្ណាវាតាមយើងតែម្ដងបងប្អូនតែយើងចិញ្ចឹមវាពីតូចអញ្ចឹងណាពេលធំឡើងវាប្រកាសជាតាមហើយបងប្អូនហើយមើលបងប្អូននេះកំពុងនឹងវាឃ្លានមែនទែនបងប្អូនវាហើយវាបានផឹកទឹកដោះគោវាសប្បាយរីករាយមែនទែនវាកំពុងតែឃ្លានអញ្ចឹងបងប្អូនហើយក៏រន់តែឃើញគួរឲ្យស្រឡាញ់ដែរបងប្អូនឃើញអត់ពិតជាគួរឲ្យស្រឡាញ់មែនទែនណាហើយកូនដង្ហែនទាំង3គ្រាប់នេះចាំមើលធំបន្តិចតើវាឆ្លាតប៉ុណ្ណាដែរបងប្អូនសារនេះអាទី3អាកូនទី3យើងទុំបញ្ចុកវាអញ្ចឹងបងប្អូនហើយ2ស្រាងហ្នឹងបានវាផឹកអស់បងប្អូនឥឡូវយើងវីដេអូខ្ញុំក៏ត្រឹមនេះសិនបងប្អូនចាំជួបគ្នានៅវីដេអូបន្តទៀតជាមួយខ្ញុំទាំងអស់គ្នា